សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមក្រុមនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារសូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលជួយជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងនៅថ្ងៃនេះប្រធានបទរបស់យើងនិយាយអំពីផលប៉ះពាល់ពីការក្បត់មិនថាយើងជឿយើងរឹងមាំថាខ្លួនឯងហ្នឹងខ្លាំងកម្រិតណានោះទេការក្បត់ណាពិតជាធ្វើឲ្យយើងឈឺចាប់បើស្របតាមវចនានុក្រម Merriam-Webster ការក្បត់រួមមានជាទង្វើជាច្រើនដូចជាការបំពានសេចក្តីទុកចិត្តឬទំនុកចិត្តរបស់គេឬការបំពានបទដ្ឋានសិលធម៌ហើយវាក៏រួមបញ្ចូលការលាតត្រដាងរឿងលាក់កំបាំងការសម្ងាត់ផងដែរទោះបីជាបញ្ហារីករាលដាលក៏ដោយក៏ហេតុផលសម្រាប់ការក្បត់ប្រែប្រួលយ៉ាងខ្លាំងដែរហេតុផលទាំងនោះរួមមានភាពអាត្មានិយមភាពលោភលន់ជំនឿជឿថាយើងឈរលើច្បាប់ភាពអសន្តិសុខភាពច្រណែនការខ្លាចផលវិបាកពីអាកប្បកិរិយារបស់ខ្លួននិងការមិនខ្វល់ពីអ្នកដទៃមិនថាយើងជាអ្នកដែលត្រូវគេក្បត់ឬជាអ្នកដែលក្បត់គេនោះឡើយប្រកបណាស់យើងត្រូវរងទុក្ខយើងឈឺចាប់នៅពេលដែលមនុស្សដែលយើងទុកចិត្តក្បត់យើងដំបូងយើងតក់ស្លុតយើងអត់ជឿថារឿងនេះអាចកើតឡើងចំពោះយើងឡើយក្រោយមកយើងក៏មានអារម្មណ៍អស់សង្ឃឹមខឹងនិងខំរកច្រកចេញពីបទពិសោធន៍នេះហើយនៅទីបំផុតយើងអាចផ្សះផ្សាខ្លួនឯងមកហើយនៅទីបំផុតយើងអាចផ្សះផ្សាជាមួយខ្លួនឯងចំពោះរឿងដែលបានកើតឡើងហើយទទួលស្គាល់ថានោះជាបញ្ហារបស់អ្នកក្បត់មិនមែនជាបញ្ហារបស់អ្នកដែលត្រូវគេក្បត់ឡើយប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការក្បត់កើតឡើងក្នុងចំណោមមិត្តភ័ក្តិអ្នកស្គាល់គ្នាសមាជិកគ្រួសារនិងអ្នកដទៃនៅពេលដែលត្រូវគេក្បត់ជារឿយៗយើងពិបាកអត់ទោសមែនទែនពិបាកបន្តទំនាក់ទំនងពិបាកទុកចិត្តគេម្ដងទៀតណាបើយើងជាអ្នកក្បត់គេវិញហើយស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនយើងចាំបាច់ត្រូវតែព្យាយាមដោះស្រាយដោយស្ដារទំនាក់ទំនងឡើងវិញជាមួយមនុស្សដែលយើងបានក្បត់អ្វីដែលយើងបកស្រាយជាការក្បត់អាចមិនត្រឹមត្រូវគ្រប់ពេលនោះទេពេលខ្លះយើងត្រូវប្រព្រឹត្តក្នុងរបៀបមួយដែលមានការឈឺចាប់បណ្ដោះអាសន្នតែនាំទៅរកផលល្អប្រសើរជាងពេលខាងមុខទង្វើដែលស្រឡាញ់បំផុតជារឿយៗនាំទៅរកការឈឺចាប់បណ្ដោះអាសន្នដូចជាឪពុកម្ដាយដែលដាក់វិន័យកូនអញ្ចឹងណាដើម្បីរៀបចំឲ្យពួកគេសម្រាប់ជីវិតកាន់តែប្រសើរយើងត្រូវតែតម្រែតម្រង់គ្នាទៅវិញទៅមកនៅពេលដែលយើងឃើញពីភាពចាំបាច់ទោះបីមិនសប្បាយចិត្តក៏ដោយក៏ការជួយបែបនេះជារឿយៗនាំទៅរកទំនាក់ទំនងកាន់តែរឹងមាំដែរព្រះគម្ពីរមានឧទាហរណ៍មួយចំនួនអំពីការក្បត់ឧទាហរណ៍ដ៏ល្បីបំផុតមួយគឺជាការច្រណែនក្នុងចំណោមបងប្អូនបង្កើតបងរបស់យូសែបបានលក់គាត់ឲ្យคล้ายទៅជាទាសករនៅស្រុកអេស៊ីបព្រោះតែគាត់ជាកូនសំណប់ឪពុករបស់ពួកគេក្នុងកំឡុងពេលនៃគ្រោះទុរភិក្សបងរបស់គាត់បានទៅស្រុកអេស៊ីបដើម្បីទិញគ្រាប់ធញ្ញជាតិពួកគេបានបង្ហាញខ្លួននៅមុខយូសែបដែលបានคล้ายទៅជាអ្នកដឹកនាំដ៏អស្ចារ្យពួកគេមើលអត់ស្គាល់យូសែបទេប៉ុន្តែនៅទីបំផុតយូសែបបានបង្ហាញខ្លួនឲ្យពួកគេស្គាល់ហើយបានហៅគ្រួសារទាំងមូលមករស់នៅក្បែរគាត់ក្រោយមរណភាពឪពុករបស់គាត់បងបានខ្លាចថាយូសែបមានចេតនាមិនល្អចំពោះពួកគេតែយ៉ាងណាមិញយូសែបមានប្រសាសន៍ថាបងមានបំណងធ្វើបាបខ្ញុំ
តែព្រះទ្រង់ធ្វើការនោះប្រែទៅជាការល្អដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើនដូចជាបានកើតមានសប្តាហ៍ថ្ងៃនេះដូច្នេះកុំខ្លាចអ្វីឡើយខ្ញុំនឹងផ្គត់ផ្គង់បងនិងកូនចៅរបស់បងគឺយ៉ាងនោះដែរលោកកំសាន្តចិត្តគេហើយនិយាយជាមួយគេយ៉ាងស្រទន់លោកកបាត់ចំពុក50ខ21នៅពេលរងការធ្វើបាបប្រតិកម្មធម្មតារបស់យើងគឺព្យាយាមសងសឹកតែយ៉ាងណាមិញព្រះប្រទាននៅមេគាមួយដែលប្រសើរជាងនេះព្រះគម្ពីរប្រាប់យើងថាមិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយតែត្រូវឈ្នះសេចក្តីអាក្រក់ដោយសេចក្តីល្អវិញរួមចំពុក12ខ21ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការតបស្នងដោយការប្រព្រឹត្តល្អចំពោះអំពើអាក្រក់អាចឬមិនអាចផ្លាស់ប្ដូរអ្នកក្បត់យើងបានឡើយប៉ុន្តែការផ្លាស់ប្ដូរនៅខាងពួកគេអាចត្រូវការពេលយូរតែសម្រាប់យើងវិញយើងដឹងថាយើងកំពុងតែធ្វើរឿងត្រឹមត្រូវនឹងអាចសង្ឃឹមថាទង្វើល្អរបស់យើងនឹងនាំឲ្យមានការផ្លាស់ប្ដូរបន្តជារៀងរាល់ថ្ងៃនៅពេលដែលយើងត្រូវបានគេក្បត់យើងអាចនឹងឆ្ងល់ថាតើមានមនុស្សណាដែលនឹងមិនក្បត់យើងដែរឬទេយើងទន្ទឹងចង់បាននរណាម្នាក់ដែលយើងអាចទុកចិត្តបានហើយយើងមានអារម្មណ៍ទទេថាក្រៅតែពីព្រះជាម្ចាស់គ្មានមួយទេចានឹងគ្មាននរណាម្នាក់អាចបំពេញភាពទទេនោះបានឡើយព្រះបានសន្យាដល់អស់អ្នកដែលដើរតាមទ្រង់ថាយើងនឹងមិនដែលចាក់ចោលអ្នកក៏មិនបោះបង់អ្នកចោលដែរចូលឲ្យមានកម្លាំងនិងចិត្តក្លាហានចុះកុំខ្លាចក៏កុំស្រយុតចិត្តឡើយត្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកគង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅយូស្វែចំពុក1ខ5ខ្ញុំសង្ឃឹមថាអ្នកនឹងស្ដាប់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកជួបគ្នានៅកម្មវិធីក្រោយសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក